សហគមន៍កសិកម្មទំនើបបំទេសដំណាក់ត្រយឹងត្រៀមផលិតម្ទេសស្តង់ដារសុវត្ថិភាព 1000 តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសក្រោយពីបានបង្កើតជាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងស្ថិតនៅភូមិបួនរ៉ានីសែនជ័យដំណាក់ត្រយឹងឃុំពង្រើស្រុកភ្នំក្រវៀងខេត្តពោធិ៍សាត់ជាផ្លូវការតាមការគ្រោងទុកនៅថ្ងៃទី5 ខែមីនាសហគមន៍ដែលមានសមាជិកចំនួន181គ្រួសារនិងមានផ្ទៃដីផលិតកម្មដំណាំម្ទេសចំនួនប្រមាណ52ហិកតាបានចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដារសុវត្ថិភាពចំនួន1000 តោនសម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនកសិដ្ឋានគីរីទេសកាលថ្ងៃទី6 ខែមីនាឆ្នាំ2025នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងមានសមាជិកសុទ្ធតែជាបងប្អូនអតីតយុទ្ធជនដែលទទួលបានដីសម្ពាធសង្គមកិច្ចពីតំបន់អភិវឌ្ឍភូមិបួនរ៉ានីសែនជ័យដំណាក់ត្រយឹងនៃស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់មួយនេះក្រុងនឹងចាប់ផ្ដើមផលិតកម្មដើមកិច្ចសន្យាក្នុងអំឡុងពេល2 ខែខាងមុខនិងអាចចាប់ផ្ដើមប្រមូលផលដំបូងនៅមុនដំណាច់ឆ្នាំ2025ឯកឧត្តមខឹមហ្វីណងអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថាការចុះកិច្ចសន្យាទិញលក់ម្ទេសស្តង់ដារសុវត្ថិភាពចំនួន1000 តោនរវាងសហគមន៍និងក្រុមហ៊ុនខាងលើក្រុងផលិតនៅពូជម្ទេសចំនួន2ប្រភេទគឺមានម្ទេសដៃនាងនិងមួយប្រភេទទៀតជាពូជម្ទេសដែលក្រុមហ៊ុនបញ្ជាទិញជាអ្នកផ្ដល់ជូនហើយនៅក្នុងដំណាក់ដំបូងនេះយើងជែកគ្នាទៅលើបរិមាណផ្គត់ផ្គង់ម្ទេសដល់ក្រុមហ៊ុនសិនដោយឡែកចំពោះតម្លៃនឹងមានការចរចាបែងចែកទៅតាមគុណភាពរបស់ម្ទេសនៅគ្រាបន្ទាប់ឯកឧត្តមខឹមហ្វីណងមានប្រសាសន៍គូបញ្ជាក់ថាសហគមន៍កសិកម្មទំនើបទី11នេះជាសហគមន៍ថ្មីយើងព្យាយាមផ្ដល់ការគាំទ្រជូនពួកគាត់ហើយការដាំម្ទេសតែមួយមុខសម្រាប់នៅពេលបច្ចុប្បន្នមិនប្រាកដថាអាចជួយទ្រទ្រង់ជីវភាពពួកគាត់បានទាំងស្រុងនោះទេប៉ុន្តែវាជាចំណុចចាប់ផ្ដើមមួយដ៏ល្អហើយនៅពេលខាងមុខយើងព្យាយាមបំពេញបន្ថែមនៅមុខដំណាំឬផលិតផលផ្សេងទៀតជូនដល់ពួកគាត់គួររំលឹកផងដែរថានៅរសៀលថ្ងៃទី6 ខែមីនាឆ្នាំ2025ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់លាម្ទេសស្តង់ដារសុវត្ថិភាពរវាងកសិដ្ឋានគីរីទេសនិងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងក្នុងឱកាសនោះផងដែរឯកឧត្តមមានប្រសាសន៍ថាការរៀបចំសហគមន៍កសិកម្មទំនើបនេះឡើងគឺដើម្បីឲ្យបងប្អូនទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្មស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំទេសប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវនិងការអនុវត្តកសិកម្មល្អតាមរយៈការធានាទាំងទីផ្សារនិងតម្លៃចំពោះដំណាំទេសដែលសហគមន៍ដាំបានឯកឧត្តមបានគូបញ្ជាក់បន្ថែមថាក្រសួងកសិកម្មបានរៀបចំគិតគូរច្បាស់លាស់និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាបផ្នែកបច្ចេកទេសនិងមានទីផ្សារពិតប្រាកដដោយឡែកបងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នាមានភាពស្មោះត្រង់រវាងអ្នកផលិតនិងអ្នកទិញនិងគិតគូរផលប្រយោជន៍រួមជាធំ